សាប៉ានីពូរីបោះទេម្ដងមើលឃើញគេញ៉ាំមកឡើងយ៉ាងម៉េចយ៉ាងម៉ាទេណាដាក់គ្រឿងស្អីខ្លះទេបងប្អូនអើយអានេះមានដូចជាប៉េងប៉ោះម្នោះអីចឹងណាអានេះខ្ទឹមក្រហមចេះដាក់ណាដឹងថាគេដាក់ស្អីខ្លះទេអានេះស្អីគេទឹកស្អីគេខំនេះដាក់ចូលទៅអានេះទឹកដូចទឹកសៀងចឹងគេឲ្យដាក់គ្រប់មុខទៅទាំងអស់នេះគេដាក់ពណ៌លឿងនេះដូចជាតឡងអានេះហើយចុងក្រោយគេឲ្យជំមុជនៅក្នុងទឹកនេះហើយឲ្យដាក់ចូលមាត់អានេះអានេះយើងហៅថាញ៉ាំឲ្យស្គាល់ឲ្យស្គាល់រសជាតិស្រួយរបស់គេហ្នឹងបើឲ្យថាតាក់ចិត្តអីខ្ញុំដូចជាតាក់ចិត្តខ្ញុំអត់បានណាដាក់គ្រប់គ្រឿងនេះដឹងតែខាងណាខាងណីខ្លះណាបើចាស់គេមើលមកដឹងគេថាម៉េចខ្ញុំដាក់ត្រូវខុសហើយពួកគ្រឿងវាច្រើនពេកតែឃើញគេដាក់គ្រឿងគ្រប់មុខទាំងអស់ហើយញ៉ុកចូលក្នុងនឹងហើយគេជំនួយនៅក្នុងទឹកអម្រឹតគេនេះទឹកខៀវគេនេះហើយគេញ៉ាំអញនិយាយបានថាចេះវាអត់តាក់ចិត្តទេតែរសជាតិវាមានអីយើងអាចញ៉ាំបានតាហើយថាតាក់ចិត្តឲ្យឆ្ងាញ់អីវាមិនណាស់ទេយើងញ៉ាំឲ្យស្គាល់ថាចុចនិយាយគេចូលចិត្តញ៉ាំបែបហ្នឹងមូលហេតុអីចឹងណាអានេះstreet food គេអាហារ street food គេហ្នឹងយកផ្លេចទឹកពណ៌ខៀវៗមួយទៀតទឹកអីគេនេះតាមមកចេះដាក់ហើយនេះស្អីគេទេតូចនេះដល់ពេលជាតិដាក់ចូលគ្នាគ្រប់មុខទៅមានអីដូចរៀងរសជាតិរៀងគ្រាន់របស់គេដែរតាមួយទៀតហ្នឹងមានអីអូខេតួយកបានចង់និយាយថានេះពេលយើងចាយលុយទៅហើយយើងញ៉ាំណាញ៉ាំឆ្ងាញ់ញ៉ាំវាអូខេវាថាឲ្យឆ្ងាញ់ចាប់ចិត្តខ្លាំងក៏យើងមិនអាចខកខ្លួនឯងបានទេអានេះវាទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់អ្នកខ្លះគេញ៉ាំទៅឆ្ងាញ់ទៅគេញ៉ាំបន្តទៀតទៅយើងញ៉ាំទៅយើងបានត្រឹមតែស្គាល់អញ្ចឹងណា but it's okay last bite